ជំរាបសួរបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំមានប្រធានបទមួយថាតើយើងគួរតែខ្លាចគេឬក៏យើងខ្មាស់គេដែរឬទេនៅពេលដែលយើងទៅរកសេវាប្រឹក្សាយោបល់ផ្លូវចិត្តឬក៏សេវាផ្លូវចិត្តតាមការពិតទៅយើងមិនគួរខ្មាស់គេទេកាលណាដែលយើងទៅរកសេវាប្រឹក្សាផ្លូវចិត្តគឺដើម្បីជួយខ្លួនឯងឲ្យទាន់ពេលវេលាដើម្បីព្យាបាលផ្លូវចិត្តឲ្យបានទាន់ពេលវេលានិងស្វែងរកអ្នកជំនួយខាងឯកទេសផ្លូវចិត្តបានត្រឹមត្រូវដែលធ្វើឲ្យសុខភាពរបស់យើងល្អប្រសើរឡើងវិញយើងមានសុខភាពផ្លូវចិត្តរបស់យើងអាចប្រព្រឹត្តទៅបានធម្មតាឡើងវិញកាលណាយើងមិនហ៊ានទៅប្រឹក្សាយោបល់ឬក៏មិនហ៊ានទៅរកសេវាកម្មខាងសុខភាពផ្លូវចិត្តឲ្យបានទាន់ពេលវេលាទេធ្វើឲ្យសុខភាពផ្លូវចិត្តរបស់យើងកាន់តែទ្រុឌទ្រោមឡើងហើយពិបាកនៅក្នុងការស្ដារឡើងវិញអញ្ចឹងអ្នកដែលមិនយល់គាត់ចេះតែថាហើយថាអូអ្នកឯងទៅរកសេវាសុខភាពផ្លូវចិត្តអ្នកឯងវិកលហើយអ្នកឯងឈួតហើយសើចចំអកប៊ូលីអីសពគ្រប់បែបយ៉ាងការដែលប៊ូលីបែបនេះធ្វើឲ្យប៉ះពាល់ដល់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្តណាបងប្អូនអញ្ចឹងយើងបដូរពីពាក្យប៊ូលីគាត់ពីពាក្យដែលបណ្ដុះបង្អាប់គាត់លើកទឹកចិត្តគាត់ឲ្យគាត់បានទទួលសេវាសុខភាពផ្លូវចិត្តព្រមដើម្បីអីដើម្បីគាត់មានសុខភាពល្អសុខភាពផ្លូវចិត្តល្អហើយកាលណាគាត់មានសុខភាពផ្លូវចិត្តល្អធ្វើឲ្យការប្រកបការងារប្រចាំថ្ងៃចិញ្ចឹមជីវិតប្រចាំថ្ងៃមានស្ថានភាពល្អប្រព្រឹត្តទៅបានដោយល្អមានផលិតភាពការងារល្អទំនាក់ទំនងសង្គមជាមួយមិត្តភ័ក្តិជាមួយក្រុមគ្រួសារក៏ល្អយើងសាកសម័យមើលកាលណាគាត់មានសុខភាពផ្លូវចិត្តអត់ល្អ